chưa bông pôn mà nhau đẹp Thái Lan mua nít lại đo $20,000 lại bộ viết cứ mà mớn $9,900 đô la ekran tầm hôm đọc trên một phay bẻm inch Apple CarPlay Android Auto ở trong bài phật sai tế công tơ digital miền và lại chat miền ambient lighting bẻm đài electronic miền tầm bộ của chọn dừng ảnh bạc ban giờ tới cứ em khang mền tên អញ្ចឹងឡាននេះគឺជា model Cherry Tiggo 2 Pro Max រីឆ្នាំ2026ដែលទើបតែចូលមកដល់ទីផ្សារប្រទេសកម្ពុជាយើងជាផ្លូវការប៉ុណ្ណោះហើយតម្លៃរបស់វាគឺត្រឹមតែ$19,900ប៉ុណ្ណោះហើយការ design របស់វានេះគឺជាប្រភេទឡាន SUV ខ្នាតតូចឥឡូវនេះឲ្យបងប្អូនមើលរូបរាងមួយជុំសិនទៅហើយខ្ញុំចូលចិត្តការ design stop ខាងក្រោយរបស់វានេះដែលវាដាក់លាតពេញផ្នែកខាងក្រោយអញ្ចឹងយើងមើលមកគឺវារៀងទាន់សម័យវាកលិបណាហើយយ៉ាងកង់របស់វានេះគឺទំហំ17អ៊ីងជាប្រភេទ Aluminum ការ design គឺពណ៌ខ្មៅរលោងលាយជាមួយនឹងពណ៌ទឹកភ័ក្ររលោងហើយដែលសំខាន់គឺដុំប្រាំងពណ៌ក្រហមទៀតហើយប៉ាណាមុខរបស់វាគឺ design យ៉ាងធំកាចអញ្ចឹងណាហើយមានប្រកបជាមួយនឹងអំពូល daytime running light LED នៅផ្នែកខាងលើនេះហើយសំណុំជាគៀងភ្លើង pha code របស់វាគឺនៅផ្នែកខាងក្រោមជាប្រភេទ LED ដែរហើយដែលសំខាន់ទៅទៀតនោះគឺ cabin ខាងក្នុងនិង option របស់វាអញ្ចឹងពាក់ព័ន្ធជាមួយនឹងដៃចង្កូតនេះជាប្រភេទ electronic ទុនមែនតើដូចបងប្អូនឃើញអញ្ចឹងកុងទ័រ digital មានអេក្រង់កំសាន្តធំ 10.25 inch Apple CarPlay Android Auto អត់ចាំបាច់ប្រើខ្សែទេការ design ការរចនាអីគឺស្អាតគួរសមមាន wireless charge ញោមទៅគឺមកល្មមប្រើប៊ូតុងអីហ្នឹងគឺធំល្អយើងងាយស្រួលប្រើប្រាំងដៃ electronic ដំបូលកញ្ចក់សាន់ roof ដែលយើងអាចបើកបានមានប៊ូតុងអាចបើកបានការ design កៅអីនេះក៏ស្អាតដែរមានថ្នេរដេរពណ៌សពណ៌ត្រួយចេកអីចឹងទៅស្អាតអីដែលសំខាន់ខ្ញុំបញ្ជាក់អញ្ចឹងតម្លៃសមរម្យមែនតើ$19,900ប៉ុណ្ណោះហើយឡាននេះគឺប្រើម៉ាស៊ីនចំណុះ 1.0 លីត្រ turbo ទំហំ3ស៊ីឡាំងទេប៉ុន្តែ performance គឺអត់ស្ទើរទេខ្ញុំហ៊ាននិយាយថាអត់ស្ទើរទេមកល្មមប្រើអញ្ចឹងសម្រាប់វីដេអូ review ពេញខ្ញុំនឹងចេញនាពេលឆាប់ៗនេះហើយអញ្ចឹងបងប្អូនចាំទស្សនាទាំងអស់គ្នាហើយកុំភ្លេចជួយ share វីដេអូនេះផងអរគុណច្រើន